ឯកឧត្តមហូតហារដ្ឋមន្ត្រីក្រសួងទេសចរនៅថ្ងៃទី28ខែមិថុនាឆ្នាំ2026បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍គិរីរម្យ Paradise Fun Run 2026ដែលជាកម្មវិធីរត់កម្សាន្តចម្ងាយ5គីឡូម៉ែត្ររៀបចំឡើងនៅឧទ្យានជាតិគិរីរម្យខេត្តកំពង់ស្ពឺក្នុងគោលបំណងជំរុញទេសចរកីឡានិងគាំទ្រយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីអ្នកអង្គការស៊ូវីរៈអគ្គនាយកក្រុមហ៊ុនវីរៈប៊ុនធម្ម Express លោកហ៊ុនហ្វាសអគ្គនាយកក្រុមហ៊ុន EHM ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺតំណាងក្រសួងស្ថាប័នពាក់ព័ន្ធអ្នកផលិតមាតិកា Content Creator KOLs ព្រមទាំងសាធារណជនសរុបប្រមាណ400នាក់ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថាព្រឹត្តិការណ៍គិរីរម្យ Paradise Fun Run 2026គឺជាសកម្មភាពទេសចរកីឡាដ៏មានសារៈសំខាន់ដែលមិនត្រឹមតែលើកកម្ពស់សុខភាពនិងការរស់នៅប្រកបដោយភាពសកម្មប៉ុណ្ណោះទេប៉ុន្តែក៏រួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរធម្មជាតិរបស់កម្ពុជាជាពិសេសឧទ្យានជាតិគិរីរម្យឲ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរឯកឧត្តមរដ្ឋមន្ត្រីបានបន្តថាការរៀបចំព្រឹត្តិការណ៍នេះក្នុងអំឡុងរដូវកាលបៃតងស្របពេលដែលក្រសួងទេសចរកំពុងអនុវត្តយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងចាប់ពីខែឧសភាដល់ខែតុលាពោលគឺមានគោលបំណងជំរុញចលនាទេសចរក្នុងស្រុកនិងផ្លាស់ប្តូរការយល់ឃើញពីពាក្យ low season មកជា green season ដែលមិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះប៉ុណ្ណោះទេប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិតឲ្យคล้ายជាការគិតវិជ្ជមានបង្កើតឱកាសសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់ការធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអ្នកអង្គការស៊ូវីរៈនិងលោកជំទាវក្រុមហ៊ុន EHM មន្ទីរទេសចរខេត្តកំពង់ស្ពឺកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំនិងឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យជាមួយគ្នានេះឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋនិងអ្នកចូលរួមទាំងអស់ដែលបានបង្ហាញនូវស្មារតីគាំទ្រវិស័យទេសចរតាមរយៈការចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ទេសចរកីឡាមួយនេះឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធនិងសាធារណជនបន្តចូលរួមអនុវត្តទិសស្លោកទាំង3របស់វិស័យទេសចររួមមានទេសចរដើម្បីទាំងអស់គ្នាដើម្បីទេសចរទេសចររីកលូតលាស់ក្នុងសន្តិភាពនិងបុគ្គលម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាម្នាក់ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ឲ្យធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរនានាទូទាំងប្រទេសជាពិសេសក្នុងរដូវកាលបៃតងដើម្បីរួមគ្នាជំរុញចលនាទេសចរក្នុងស្រុកនិងគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព